bạn chẳngថ្ងៃនេះយើងរៀនគណនា limit រៀងមិនកំណត់0ឬ0ឥឡូវយើងមើលលំហាត់ខ្ទង់ករបស់យើង limit x ខិតជិត0នៃ 2x ការ៉េបូក 3x នៅលើ x គីបបូក 2x ការ៉េបូក x បាទអញ្ចឹងជាដំបូងបង្អស់ដើម្បីគណនា limit បានយើងត្រូវជំនួស x ចូលដើម្បីដឹងរៀងវាថាតើរៀងកំណត់ឬមិនកំណត់ឥឡូវយើងជួសចូលភាគយកទៅយើងឃើញថាវាស្មើ0ហើយភាគបែងយើងជួស x ស្មើ0នេះគ្នាទៅយើងឃើញថាវា0នេះគ្នាអញ្ចឹងមានន័យថាវា0ទាំងភាគយកទាំងភាគបែងអញ្ចឹងវាមានរៀងមិនកំណត់0ឬ0យើងទៅសេបញ្ជាក់ប្រាប់គេបន្តិចមករៀង0ឬ0បាទអញ្ចឹង limit យើង x ខិតជិត0បាទឥឡូវយើងពិនិត្យមើលភាគយកនេះនិយាយថាវាមាន x នេះគ្នាអញ្ចឹងយើងអាចចាប់ x ជាកត្តារួមបានអញ្ចឹង x ឥឡូវយើងមើល 2x ការ៉េអញ្ចឹងយើងចាប់ x ចេញមួយវានៅសល់ 2x បូកឥឡូវយើងមើលកន្លែង 3x នេះយើងចាប់ x ចេញមួយអញ្ចឹងវាសល់តែ3ទេអញ្ចឹងបូក3បាទហើយឥឡូវយើងពិនិត្យមើលភាគបែងវាវិញឥឡូវភាគបែងវាដូចគ្នាដែរយើងឃើញថាវា x ទាំងអស់អញ្ចឹងយើងអាចចាប់ x ជាកត្តារួមបានអញ្ចឹង x គីបយើងចាប់ x ចេញមួយអញ្ចឹងវានៅសល់ x ការ៉េបាទបូក 2x ដែលសារ x ការ៉េយើងចាប់ x ចេញមួយយើងសល់ x បូក1យើងចាប់ x ចេញទៅវានៅសល់1អញ្ចឹងបូក1បាទឥឡូវយើងពិនិត្យឃើញថាវា x ទាំងភាគយកទាំងភាគបែងអញ្ចឹងយើងអាចសម្រួល x ចោលអញ្ចឹង limit យើងវានៅសល់ limit x ខិតជិត0នៃ 2x បូក3នៅលើ x ការ៉េបូក 2x បូក1បាទអញ្ចឹង limit យើងវាជា limit រៀងកំណត់ធម្មតាអញ្ចឹង x ខិតជិត0អញ្ចឹងកន្លែងណាមាន x យើងជួសដោយលេខ0នោះបានទៅជា2គុណនឹង0បូក3នៅលើ0ការ៉េបូក2គុណនឹង0បូក1បាទអញ្ចឹងយើងគណនាលេខធម្មតាមក2គុណ0 0បូក3 3អញ្ចឹងបាន3លើ1 3លើ1ចេញមក3ដដែលទេអញ្ចឹង limit យើងចម្លើយវាស្មើ3បាទអញ្ចឹងចូលមកដល់ limit ខ្ទង់ខ limit x ខិតជិត1នៃ 2x គីបដក 3x ការ៉េបូក 5x ដក4នៅលើ x គីបដក 2x បូក1បាទអញ្ចឹងជាដំបូងយើងត្រូវពិនិត្យមើលរាងរបស់វាសិនបាទឥឡូវខ្ញុំនឹងធ្វើការជួសលេខចូលដើម្បីពិនិត្យរាងដែល limit x ខិតជិត1អញ្ចឹងកន្លែងណាមាន x យើងជួសដោយលេខ1មកបាទអញ្ចឹងភាគយកវាបានទៅជា2គុណនឹង1គីបដក3គុណនឹង1ការ៉េបូក5គុណនឹង1ដក4នៅលើ1គីបដក2គុណនឹង1បូក1បាទអញ្ចឹងយើងធ្វើការគណនាលេខមក2បូកនឹង5 7អញ្ចឹងដក3ដក4ដក7អញ្ចឹង7ដក7 0អញ្ចឹង1បូក1 2ដក2ទៀត0អញ្ចឹង0លើ0អញ្ចឹងមានន័យថា limit យើងរៀងមិនកំណត់0លើ0យើងទៅសេបញ្ជាក់ប្រាប់គេមករៀង0លើ0បាទអញ្ចឹង limit ប្រភេទហ្នឹងហើយរៀងមិនកំណត់0លើ0បែបហ្នឹងអញ្ចឹងយើងមើល limit វា x ខិតជិត1អញ្ចឹងកត្តាដែលត្រូវសម្រួលវាគឺ x ដក1បើសិនបើ limit វា x ខិតជិតដក1វិញហើយមានរាង0លើ0បែបហ្នឹងដូចគ្នាអញ្ចឹងកត្តាដែលត្រូវសម្រួល x បូក1វិញបាទអញ្ចឹងដោយសារតែ limit យើង x ខិតជិត1អញ្ចឹងកត្តាដែលត្រូវសម្រួល x ដក1អញ្ចឹងយើងទៅសេវាឲ្យមកហើយកត្តាមកខាងទៀតខ្ញុំនឹងប្រើប្រាស់វិធីសាស្ត្រចែក synetic ដើម្បីរកអញ្ចឹងដោយសារតែ limit វា x ខិតជិត1ឥឡូវយើងមើលរបៀបចែក synetic ទាំងអស់គ្នាបាទអញ្ចឹង limit វា x ខិតជិត1អញ្ចឹងយើងទៅសេលេខ1មកទៅសេបែបនេះមកហើយយើងមើលមេគុណរបស់ភាគយករបស់យើងបាទអញ្ចឹងមេគុណវា2យើងយកតែមេគុណមកទេហើយមេគុណមុខ x ការ៉េដក3មេគុណមុខ x 5ហើយចំនួនថីអញ្ចឹងគឺដក4បាទអញ្ចឹង2នេះអត់មានអីបូកយើងទម្លាក់ចុះមកក្រោមមកអញ្ចឹងបាន2ហើយយក2នេះទៅគុណជាមួយនឹង1នេះមកបាទអញ្ចឹង2ម្ដង2អញ្ចឹងបាន2អញ្ចឹងយើងសេត្រង់នេះមកហើយយកដក3បូក2មកបានដក1ហើយយើងយកដក1ហ្នឹងទៅគុណជាមួយនឹង1ហ្នឹងទៀតអញ្ចឹងបានដក1ចាអញ្ចឹងយើងដាក់ក្រោម5នេះមកហើយយើងយក5ដក1អញ្ចឹងបាន4ហើយយក4ទៅគុណ1ទៀតបាន4អញ្ចឹងដក4បូក4 0បាទអញ្ចឹងចម្លើយចុងក្រោយវានេះត្រូវតែ0តែអត់0មានតែយើងធ្វើខុសហើយចាអញ្ចឹងធ្វើវិធីសាស្ត្រចែកទីបន្តិចគឺវាល្អត្រង់ហ្នឹងយើងធ្វើខុសគឺអាចុងក្រោយហ្នឹងអត់0ទេបាទអញ្ចឹងយើងពិនិត្យមើលកត្តាដែលយើងត្រូវបន្ថែមនេះ
ដោយសារតែយើងចាប់ x ដក1ចេញហើយភាគយកវា degree ទី3អញ្ចឹងយើងចាប់ x ដក1ចេញ1អញ្ចឹងអាកតាបន្ទាប់ទៀតហ្នឹងច្បាស់ជាត្រូវថយ degree 1ហើយអញ្ចឹងវានៅសល់ degree ទី2ហើយអាលេខដែលយើងរកឃើញខាងក្រោមជួរខាងក្រោមនេះគឺជាមេគុណរបស់ x ហ្នឹងហើយអញ្ចឹងយើងពិនិត្យមើលយើងជួសចូលមកអញ្ចឹងមេគុណ x ក្រេយើងគឺ2អញ្ចឹងបាន 2x ក្រេហើយមេគុណមុខ x យើងដក1អញ្ចឹងបានទៅជាដក x ហើយ4អញ្ចឹងជាចំនួនថៃហ្នឹងណាបូក4បាទអញ្ចឹងភាគយកយើងកតាដែលត្រូវបន្ថែមទៀតប៉ុណ្ណឹងឥឡូវយើងមើលភាគបែងវាវិញអញ្ចឹងភាគបែងវាយើងធ្វើអញ្ចឹងដូចគ្នាមកអត់មានអីពិបាកទេអញ្ចឹង limit x ខិតជិត1អញ្ចឹងយើងទៅសេលេខ1បិទហ្នឹងមកហើយមេគុណមុខ x គីបវាគឺ1អញ្ចឹងយើងទៅសេលេខ1មកតែអ្វីដែលជាបញ្ហាគឺត្រង់ថា x ស្វ័យគុណ3ហើយវាមកដល់ x តែម្ដងបាត់ x ក្រេអញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងយើងពិនិត្យមើលភាគបែងវាអញ្ចឹង x គីបដក 2x បូក1អញ្ចឹងយើងអាចសរសេរថាស្មើនឹង x គីបបូក 0x ការ៉េដក 2x បូក1បាទអញ្ចឹងយើងអាចសរសេរអញ្ចឹងបានវាស្មើគ្នាទៅអញ្ចឹងមានន័យថាមេគុណមុខ x ការ៉េយើងគឺលេខ0ណាអញ្ចឹងយើងអាចជួសចូលទៅរបស់យើងដើមមិនបានអញ្ចឹងមានន័យថាមេគុណមុខ x ការ៉េអញ្ចឹង x គីបហើយវាត្រូវ x ការ៉េអញ្ចឹងមានន័យថាមេគុណមុខ x ការ៉េយើង0អញ្ចឹងយើងសេមក0ហើយបានមកដល់ x អញ្ចឹងមេគុណមុខ x យើងគឺដក2បូកនឹង1បាទអញ្ចឹងធ្វើដូចគ្នាអញ្ចឹង1អត់អីបូកយើងតម្លាក់ចុះក្រោមមកហើយយក1គុណ1ទៅបាន1 0បូក1 1ហើយយក1គុណ1បាន1ទៀតអញ្ចឹងដក2បូក1ដក1អញ្ចឹងដក1គុណ1 1អញ្ចឹងបូក1ដក1 0បាទយើងចំណាំមើលឲ្យតែធ្វើអញ្ចឹងចុងក្រោយហ្នឹងសិតតែ0ណាតែ0មែនយើងធ្វើខុសហើយអញ្ចឹងដូចគ្នាដែលសារយើងចាប់ x ដក1ចេញហើយ degree វាទី3យើងត្រូវថយ degree 1អញ្ចឹងវានៅសល់ degree ទី2ហើយលេខជួរទី3ហ្នឹងវាសិតតែជាមេគុណមុខ x ហ្នឹងឯងឥឡូវយើងធ្វើការបំពេញកតាមកខាងទៀតមកយើងរកឃើញមេគុណវាអស់ហើយអញ្ចឹងមេគុណមុខ x ការ៉េយើងគឺ1អញ្ចឹងមានន័យថា1គុណ x ការ៉េវានៅ x ការ៉េដដែលទេហើយមេគុណមុខ x យើងគឺ1អញ្ចឹងមានន័យ x គុណ1 x ដដែលអញ្ចឹងមានន័យបូក x ហើយចំនួនថេរយើងដក1អញ្ចឹងមានន័យដក1អញ្ចឹងគេតែត្រូវបន្ថែមរបស់យើងគឺប៉ុណ្ណឹងយើងឃើញថា x ដក1 x ដក1ដូចគ្នាយើងអាចសម្រួលបានណាអញ្ចឹងបន្ទាប់ពីសម្រួលទៅ limit របស់យើងវានៅសល់ limit x ខិតជិត1នៃ 2x ការ៉េដក x បូក4នៅលើ x ការ៉េបូក x ដក1ឥឡូវ limit របស់យើងវាคล้ายទៅជា limit ដែលមានរាងកំណត់ធម្មតាអញ្ចឹង limit យើង x ខិតជិត1អញ្ចឹងកន្លែងណាមាន x យើងជួសដល់លេខ1មកបានទៅជា2គុណនឹង1ការ៉េដក1បូក4នៅលើ1ការ៉េបូក1ដក1បាទអញ្ចឹងយើងការគណនាលេខធម្មតាមកអញ្ចឹង2ដក1 1បូក4 5បាទអញ្ចឹង5នៅលើ1អញ្ចឹង5លើ1វាចេញមក5ដដែលទេអញ្ចឹងចម្លើយចុងក្រោយរបស់យើង limit យើងស្មើនឹង5បាទឥឡូវចូលមកដល់ limit ខ្ទង់ក limit x ខិតជិតដក2នៃ x គីបបូក 2x បូក12នៅលើ x ស្វ័យគុណ4បូក 4x ដក8បាទអញ្ចឹងយើងធ្វើការជួសតម្លៃ x ចូលមកដើម្បីពិនិត្យរាងរបស់វាអញ្ចឹងកន្លែងណាមាន x យើងជួសដោយលេខដក2មកវាបានទៅជាដក2ស្វ័យគុណ3បូក2គុណឲ្យដក2បូក12នៅលើដក2ស្វ័យគុណ4បូក4គុណនឹងដក2ដក8បាទអញ្ចឹងយើងធ្វើការគណនាលេខមកដក2ស្វ័យគុណ3វាចេញមកដក8ហើយ2គុណនឹងដក2ដក4បូក12នៅលើដក2ស្វ័យគុណ4 16បូកជាមួយនឹង4គុណ12វាចេញដក8អញ្ចឹងដក8ដក8ដក8ដក4បូក12ស្មើនឹង0ហើយ16ដក8ដក8 0ដែរអញ្ចឹងមានន័យថា limit យើងមានរាងមិនកំណត់0លើ0ដោយសារតែ limit យើងមានរាងមិនកំណត់0លើ0ហើយ limit យើង x ខិតជិតដក2អញ្ចឹងកតាដែលត្រូវសម្រួលវាគឺ x បូក2អញ្ចឹងយើងធ្វើការទៅសេកតា x បូក2ឲ្យមកទាំងភាគយកទាំងភាគបែងហើយកតាមកខាងទៀតយើងធ្វើការរកតាមវិធីសាស្ត្រចែកស៊ីនេតិកនេះគ្នាមកបាទអញ្ចឹងយើងពិនិត្យមើលភាគយកវិញតិចភាគយកវាយើងសង្កេតឃើញថា degree ទី3ក៏ប៉ុន្តែវាដូចជាបាត់ x ការ៉េអញ្ចឹងបើវាបាត់ x ការ៉េយើងអាចទៅសេថា x គីបបូក 0x ការ៉េបូក 2x បូក12បាទអញ្ចឹងតបពីសេបានប៉ុណ្ណឹងយើងអាចធ្វើការចែកស៊ីនេតិកបានណាបាទអញ្ចឹងដោយសារតែ limit យើង x ខិតជិតដក2អញ្ចឹងយើងទៅសេបែបនេះមក x
dương khất chất đọc pi dương là đặt đọc pi máu hay mấy con một ếch kịp dương mùi hay mấy con một ếch ré sồn mấy con một ếch pi cho nên thay dương đọc pi bạn chẳng mùi ở đây bốc yên tà lẹ cho khảo máu hay vô mùi con đọc pi á bạn đọc pi sồn bốc đọc pi trên đọc pi từ đại thế đọc pi con đọc pi trên buồn chẳng pi bốc buồn của mùi con đọc pi đọc pi chẳng bốc đọc pi sồn bạn chẳng mấy con nằm một cái tà nó dương rau khơi nhấy đưa ra ta bị do quyết đưa gậy thì bày hay dương chập ếch bột pi trên môi ấy trên cái ta mà khang tiếp với thời thỏi đưa gậy môi ấy bạn chẳng mình này tha về tay chỉ ếch gậy đọ pi ếch nè mấy con ếch chứ nè đọ pi chẳng là đọ pi ếch bột trên nón thầy chứ vào môi bột vào môi trên cái ta là trời mình thái một phần năng bên to pi chạy xin để tịch bị do cái lợi dụng bên đặt mở bị bài về với bị bài viết để cái thì buồn cho nên ếch phải còn buồn bột buồn ếch đọ vòng vầy cho nên việc bật ếch phải còn bấy năng ếch cái chẳng chẳng ai cho xe thà ếch phải còn buồn bột xôn ếch phải còn bấy bột xôn ếch cái bột buồn ếch đọ vòng vầy và chẳng chẳng ai cho xe bằng phần năng bị bài về bên to pi phần năng ấy chẳng ai chạy xin tịch bán là limit viết ếch khất chất đọ pi chẳng đặt đọ pi màu bạn chẳng mấy con một ếch phải con buồn chứ cứ mùi hay mấy con một ếch kịp dưỡng sồn mấy con một ếch ré sồn này cái này mấy con một ếch buồn hay cho nó thấy dưỡng đọ vòng vầy bạn chẳng muối admin ấy bốc nhưng tật lẹ cho mặc rau máu bạn chẳng bạn muối vô muối thật con cho mình đọ pí bạn đọ pí chẳng sồn bột đọ pí tranh bị đọ pí ấy đọ pí con đọ pí tranh buồn chẳng sồn bột buồn chính buồn chẳng buồn còn đọ pí bàn đọ vòng váy buồn đọ vòng váy bàn đọ buồn chẳng đọ buồn còn đằng pí về tranh vòng váy chẳng đọ vòng váy sầu bạn chẳng mấy con nơi cái tà nói dân rọt hơi nhái và phần năng bạn là sao ta phía bay mới được cái buồn hay dân chập ếch một pi chơi nhái chẳng cái tà nói về thử thoi được cái mùi chẳng mấy con một ếch kịp chứng muối mấy con một ếch cái dưỡng đọ pí mấy con một ếch buồn hay cho nôn thay dưỡng đọ buồn và chẳng người ta đã từ bản thái miền và bản nắng những cái khơi ếch bột pi được nghe những ai xem rồi bàn chẳng limit riêng về từ chỉ limit ếch khất chất đọ pi này ếch ré đọ pi ếch bột và muối này là ếch kíp đọ pi ếch ré bột buồn ếch đọ buồn và chẳng limit riêng về chỉ limit riêng của nọt thòm đà thì chẳng riêng thôi ca chua đầm lại ếch châu má nhưng đầm lại ếch chứng đọ pi nhưng lại là mình ếch nhưng chua đói đọ pi màu chẳng việc bàn thì chia đọ pi cái đọ pi còn đừng đọ pi bột vào mùi này là đọ pi rồi còn bấy đọ pi còn đừng đọ pi cái bột buồn còn đừng đọ pi đọ buồn bạn chẳng riêng thôi ca kẹt này lệch máu chẳng đọ pi cái về buồn ấy đọ pi còn đọ pi bột buồn chẳng bột mùi đọ pi rồi còn bấy đọ vòng váy đọ pi cái buồn chẳng đọ pi còn đừng buồn đọ vòng váy buồn còn đọ pi đọ vòng váy và chẳng đọ vòng váy đọ buồn anh chẳng những cái lấy thòng đa mà chẳng việc bàn để chia đọc buồn là đọ một phay vòng váy giống như ai xem ruồi nâng đọc buồn cháu trong việc bàn để chia đọ môi lực pì